បើថាជាការសោកស្ដាយក៏ថាបានដែរនៅពេលដែលឮថាសារមន្ទីរ Metropolitan នៅទីក្រុង New York បានបកគលរូបចម្លាក់ព្រះពុទ្ធរូប4អង្គទៅកាន់ប្រទេសថៃវិញក្រោយពេលដែលគេរកឃើញថាព្រះពុទ្ធរូប4អង្គនេះគឺត្រូវបានលួចចេញពីប្រាសាទកៅផ្លាយបាតដែលស្ថិតនៅក្នុងភ្នំមួយឈ្មោះនៅលើភ្នំមួយឈ្មោះថាផ្លាយបាតនៅឯទីប្រជុំប្រាសាទភ្នំរូងក៏ដូចជាមើងតាមនៅក្នុងខេត្តបុរីรัมย์របស់ប្រទេសថៃផងដែររូបចម្លាក់ទាំងអស់នេះគឺត្រូវបានគេលួចតាំងពីឆ្នាំ1964មកម្លេះបើគិតទៅរូបចម្លាក់នេះត្រឡប់ទៅវិញយើងនឹងឃើញថាមានអាយុកាលជាង1300ឆ្នាំមកហើយនឹងត្រូវបានបកគលទៅក្នុងប្រទេសថៃវិញដែលរូបចម្លាក់ទាំងនេះត្រូវបានលួចចេញពីប្រាសាទបុរាណខ្មែររបស់យើងនៅក្នុងទឹកដីថៃកាលពីឆ្នាំ1964ហើយក៏ត្រូវបានបកគលទៅឲ្យប្រទេសថៃវិញទោះបីជាយើងដឹងថាជារបស់ខ្មែរក៏ពិតមែនប៉ុន្តែយើងអាចទាមទារអ្វីបានទេបងប្អូនគ្រាន់តែយើងដឹងទៅបានហើយព្រោះប្រាសាទបុរាណខ្មែរយើងគឺនៅពាសពេញទឹកដីរបស់ប្រទេសថៃសពថ្ងៃនេះមិនថានៅបុរីรัมย์ស៊ីសាកេតនគររាជសីមានិងតំបន់ជាច្រើនទៀតគឺសុទ្ធតែជាប្រាសាទអតីតប្រាសាទខ្មែររបស់យើងនឹងឯងនិយាយទៅប្រាសាទនៅនឹងក្បែរនៃប្រាសាទជាច្រើនទៀតមានតាំងពីប្រាសាទមើងតាមប្រាសាទភ្នំរូងហើយនិងប្រាសាទតូចៗជាច្រើនទៀតនៅរាយប៉ាយនៅក្នុងតំបន់នៃក្នុងខេត្តបុរីรัมย์នឹងឯង